បាទសូមលំអរកាយគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទបានមកចែករំលែកពីដើមបៃម៉ាតបងប្អូនណាយកមកធ្វើថ្នាំព្យាបាលជំងឺស្លឹករបស់បៃម៉ាតជួយការពារកូនក្មេងកុំឲ្យខ្លាចនឹងយំពេលយប់គ្រាន់តែយកស្លឹកបៃម៉ាតចំនួន7សន្លឹកស្រស់ដាក់ចំពីលើក្បាលដំណេករបស់ក្មេងគឺបាត់ខ្លាចបាត់យំហើយចំណែកទី2ជំងឺសរសៃប្រសាទឈឺចុកឆ្អឹងខ្នងរោយកឡើងស្លេះច្រើនគេងមិនសូវលក់ឈឺក្រពះពោះវៀនវិធីប្រើប្រាស់វិញយកដើមរបស់បៃម៉ាតទាំងមូលណាបងប្អូនរួចយកទៅចិញ្ច្រាំឲ្យល្អិតបន្តិចរួចយកទៅហាលនៅក្នុងម្លប់ចំនួន2ថ្ងៃរួចយកចំនួន20ក្រាមដាំជាមួយទឹក2លីត្ររំងាស់ឲ្យបាន15នាទីហូបថ្នាំវិញមួយថ្ងៃហូប3ដងព្រឹក1កែវថ្ងៃ1កែវនិងល្ងាច1កែវណាបងប្អូនព្យាយាមហូបចាប់ពី7ទៅ10ថ្ងៃគឺជំងឺនឹងបានធូរស្បើយហើយបងប្អូនមិននឹកស្មានថាដើមបៃម៉ាតពូកែដល់ម្លឹងសោះ